ជាបន្តបន្ទាប់រយៈពេល3ឆ្នាំក្នុងរយៈពេល76ឆ្នាំនេះសាលាទទួលបានសមិទ្ធផលជាច្រើនដូចជាការជួសជុលប្រព័ន្ធសិក្សាតបទូកៅអីថ្មីបំពាក់សម្ភារៈពិសោធន៍មានបណ្ណាល័យសតវត្សទី21មានសិក្ខាសាស្ត្រគ្រប់ប្រភេទរបៀបសិក្សាទំនើបបំពាក់ប្រព័ន្ធអេឡិចត្រូនិកកុំព្យូទ័រ tablet បណ្ដុះបណ្ដាលគ្រូមានកម្មវិធី software ថ្មីៗនៅប្រព័ន្ធអ៊ីនធឺណិតព្រមទាំងការសាងសង់និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនជាច្រើនដូចជាអាហារដ្ឋានប្រព័ន្ធលូរំដោះទឹកភ្លៀងនោះមានតែវិទ្យាជួបឪពុកម្ដាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីច្រើនទៀតដែលបានកំណត់ក្នុងកម្មវិធីសាលារៀនចំនួនថ្មីហើយកម្មវិធីនេះគឺរៀបចំឡើងដើម្បីចាក់តាំងពិព័រណ៍ស្នាដៃសិស្សបង្ហាញជូនមេដាបេដាអ្នកអាណាព្យាបាលនិងសហគមន៍បន្ទាប់ពីពួកគេបានរៀនទ្រឹស្ដីនិងអនុវត្តជាក់ស្ដែងក្នុងរយៈពេល1ឆ្នាំសិក្សាកន្លងមកសម្រាប់ឆ្នាំសិក្សា2023-2024នេះយើងមានក្លឹបនិងគម្រោងជាច្រើនដូចខាងក្រោមភាសាខ្មែរមានក្លឹបចំនួន5ស្មើនឹងគម្រោងចំនួន17និងសិក្សាគម្រោងចំនួន7ភាសាអង់គ្លេសមានក្លឹបចំនួន1ស្មើនឹងគម្រោងចំនួន2ក្លឹបគណិតវិទ្យាមានក្លឹបចំនួន2និងគម្រោង9និងសិក្សាគម្រោង17ជីវវិទ្យាមានក្លឹបចំនួន5ស្មើនឹងគម្រោងចំនួន14និងសិក្សាគម្រោងចំនួន40គីមីវិទ្យាមានក្លឹបចំនួន4ស្មើនឹងគម្រោងចំនួន8និងសិក្សាគម្រោងចំនួន35ព័ត៌មានវិទ្យាមានក្លឹបចំនួន7ស្មើនឹងគម្រោងចំនួន7និងសិក្សាគម្រោងចំនួន25ហើយដីវិទ្យាមានក្លឹបចំនួន3ស្មើនឹងគម្រោង8ភូមិវិទ្យាមានគម្រោងចំនួន4